សម្ដីចំនួន8ឃ្លាដែលអាចឲ្យអ្នកយល់ពីអានុភាពនៃភាពស្ងប់ស្ងាត់ប្រសើរជាងសម្ដីឥតបានការមនុស្សដែលមិនធ្លាប់ស្ងប់ស្ងាត់ពិតប្រាកដទេនោះពួកគេមិនបានយល់អំពីអានុភាពនៃភាពស្ងប់ស្ងាត់នោះឡើយនៅក្នុងភាពស្ងប់ស្ងាត់គឺជាចម្លើយដែលអ្នកតាមស្វែងរកនៅក្នុងភាពស្ងប់ស្ងាត់គឺជាប្រភពនៃកម្លាំងខ្លាំងក្លានិងសន្តិភាពផ្លូវចិត្តអត្ថបទថ្ងៃនេះបានចងក្រងនូវសម្ដីចំនួន8ឃ្លាដែលអាចឲ្យអ្នកយល់ពីអានុភាពនៃភាពស្ងប់ស្ងាត់ទី1ឡាវជឺភាពស្ងប់ស្ងាត់គឺជាប្រភពនៃកម្លាំងខ្លាំងក្លាទី2 Albert Einstein ខ្ញុំគិត99ដងតែមិនអាចគិតឃើញអ្វីចេញពេលខ្ញុំឈប់គិតមុជជ្រៅចូលក្នុងភាពស្ងប់ស្ងាត់ហើយការពិតក៏បានមករកខ្ញុំទី3 Napoleon Bonaparte ការព្យាបាលដ៏ល្អបំផុតសម្រាប់រាងកាយគឺជាចិត្តដែលស្ងប់ស្ងាត់ទី4 Elizabeth Kubler-Ross រៀនបង្កើតភាពជិតស្និទ្ធជាមួយនឹងភាពស្ងប់ស្ងាត់ដែលនៅក្នុងខ្លួនរបស់អ្នកហើយដឹងថាអ្វីៗនៅក្នុងជីវិតសុទ្ធតែមានគោលដៅរបស់វាទី5 Abraham Lincoln សេចក្តីស្លាប់ប្រហែលជាភាពស្រស់ស្អាតខ្លាំងហើយទម្រើខ្លួននៅលើដីពណ៌ប្រផេះដ៏ទន់ជាមួយនឹងស្មៅបក់ល្វើយៗនៅពីលើក្បាលហើយស្ដាប់ភាពស្ងប់ស្ងាត់មិនមានម្សិលមិញហើយមិនមានថ្ងៃស្អែកផ្លេចពេលវេលាអភ័យទោសឲ្យជីវិតនិងមានភាពសន្តិសុខទី6សុភាសិតទូគីភាពស្ងប់ស្ងាត់គឺជាចម្រៀងសម្រាប់បណ្ឌិតទី7ជនអនាមិកពីអ្នកចាស់ទុំអ្នកនឹងដឹងថាភាពស្ងប់ស្ងាត់មានភាពខ្លាំងក្លាជាងការបកស្រាយពីហេតុផលរបស់អ្នកទី8 Broadly ជនដែលគួរឲ្យគ្រោះថ្នាក់បំផុតគឺជាជនដែលចាំស្ដាប់គិតហើយសង្កេតសូមចុច Like Share និង Subscribe Page Channel របស់យើងខ្ញុំដើម្បីទទួលបានខ្លឹមសារអប់រំបន្ថែមទៀត